អតីតខ្សែបម្រើរបស់ក្រុមអន្តរិសរៀលម៉ាឌ្រីតទូនីគ្រូសទម្លាយពីរឿងរ៉ាវដ៏គួរអស្ចារ្យមួយរបស់គាត់បន្ទាប់ពីចូលនិវត្តន៍ពីវិស័យបាល់ទាត់សួស្តីប្រិយមិត្តអ្នកស្ដាប់ Channel Podcast VP កន្លែងទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំសូមលោកយករឿងរ៉ាវរបស់កីឡាករទូនីគ្រូសយកមកនៅទីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កម្សាន្តអតីតកីឡាកររបស់ក្រុមអន្តរិសរៀលម៉ាឌ្រីតគឺកីឡាករទូនីគ្រូសបន្ទាប់ពីប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីឆ្នាំ2024កន្លងទៅបានសម្រេចចិត្តទម្លាយរឿងដ៏គួរអស្ចារ្យមួយដែលបានកាត់ឡើងលើគាត់កាលពីអតីតកាលទូនីគ្រូសបានរៀបរាប់ប្រាប់ដល់អ្នកកាសែតយ៉ាងដូចនេះថាការខ្ញុំលេងឲ្យក្រុម FC បាយឺន ខ្ញុំបានស្រឡាញ់គ្នាជាមួយនឹងសង្សាររបស់ខ្ញុំបានប៉ុន្មានខែប៉ុន្តែខ្ញុំមិនដឹងសោះឡើយថាឪពុករបស់នាងជាអាញាកណ្ដាលនោះទេកាលនោះក្រុមរបស់ខ្ញុំលេងតជាមួយនឹងក្រុមបាយឺន ហើយឪពុករបស់សង្សារខ្ញុំធ្វើជាអាញាកណ្ដាលកាសេក្ដីតាមខ្ញុំនៅចង់ចាប់បានកាលនោះមកបន្ថែម90នាទីបូកទៅហើយឪពុកក្មេករបស់ខ្ញុំមិនព្រមផ្លុំកញ្ចាក់បញ្ចប់ការប្រកួតនោះទេព្រោះគាត់ឃើញថាបានកំពុងតែចំណេញជាប់នៅនឹងជើងរបស់ខ្ញុំហើយទុកឱកាសឲ្យខ្ញុំជាអ្នកសុទ្ធបញ្ចូលទីក្រោយចប់ការប្រកួតគាត់បានដើរមករកខ្ញុំហើយពោលពាក្យសរសើរខ្ញុំថាថ្ងៃនេះឯងពិតជាលេងបាល់បានល្អខ្លាំងណាស់កូនប្រសារបស់ពុកពេលនោះបានធ្វើឲ្យខ្ញុំស្រឡាំងកាំងយ៉ាងខ្លាំងគូរំលឹកឡើងវិញឲ្យដូចគ្នាថាទូនីគ្រូសបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តស្រីរបស់គាត់ឈ្មោះកញ្ញាចេស៊ីកាកាលពីថ្ងៃទី13មិថុនាឆ្នាំ2015កន្លងទៅហើយមកទល់នឹងពេលនេះពួកគេមានកូនចំនួន2នាក់ស្រីម្នាក់និងប្រុសម្នាក់កញ្ញាចេស៊ីកាបានទម្លាយរឿងរ៉ាវស្នេហារវាងពួកគេទាំងពីរថាពួកយើងទាំងពីរនាក់បានជួបគ្នានៅប្រទេសអាល្លឺម៉ង់ខ្ញុំមិនហ៊ាននិយាយថាវាគឺជាស្នេហាបែបឃើញព្រាមស្រឡាញ់ភ្លាមនោះទេព្រោះពួកយើងបានជួបគ្នានៅប្រទេសអាល្លឺម៉ង់ជាច្រើនលើកជាច្រើនសារតើពួកយើងសម្រេចចិត្តថាយើងតាក់ទងគ្នាតែម្ដងទូនីគ្រូសជាបរិសុទ្ធដែលមានមនោសញ្ចេតនាម្នាក់គ្រាន់តែពេលខ្លះគាត់មិនប្រឹងបង្ហាញវាឲ្យអ្នកក្រៅឃើញតែប៉ុណ្ណោះខ្ញុំចាំបានថាពេលខ្ញុំស្រឡាញ់គ្នាជាមួយគាត់លើកដំបូងខ្ញុំបានណែនាំគ្រូសដល់មិត្តភក្តិរបស់ខ្ញុំឲ្យបានស្គាល់ហើយខ្ញុំបានប្រាប់ពួកគេថាសូមទុកពេលឲ្យគាត់បន្តិចព្រោះអាកប្បកិរិយារបស់គាត់រីចម្លែកខុសពីគេបន្តិចហើយគាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងអ្វីឬមិនសូវចូលចិត្តនិយាយស្ដីដោយអ្នកដទៃទេប៉ុន្តែតាមពិតទៅគាត់គឺជាបរិសុទ្ធដ៏ល្អម្នាក់សម្រាប់ខ្ញុំខាងលើនេះគឺជារឿងរ៉ាវដ៏គួរឲ្យសំណើចនិងរឿងរ៉ាវស្នេហារបស់កីឡាករទូនីគ្រូសហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ស្ដាប់វីដេអូប្រភេទរឿងរ៉ាវបាល់ទាត់បែបនេះបន្ថែមទៀតសូមអ្នកទាំងអស់គ្នាចូលទៅស្ដាប់ក្នុង playlist រឿងរ៉ាវកីឡាសម្រាប់បងប្អូនដែលចូលចិត្តតាមដាន channel របស់ខ្ញុំសូមធ្វើការ comment ចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយសូមអរគុណ